សូមជម្រាបសួរកូនៗទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះលោកគ្រូនឹងឆ្លើយចម្លើយសម្រាប់កូនដែលឲ្យលោកគ្រូសង្ខេបឲ្យមើលតិចផងបាទតកតងនឹងមេរៀនភាសាខ្មែរថ្នាក់ទី5ការសង្ខេបព័ត៌មានណាបាទចឹងនេះមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី5ការសង្ខេបព័ត៌មានលោកគ្រូសូមអូសទៅក្រោមតិចតកតងនឹងលំហាត់យើងកូនៗណាអញ្ចឹងចូលអានលំហាត់ម្ដងទៀតកូនៗលំហាត់ចូលអានអត្ថបទខាងក្រោមរួចសង្ខេបអត្ថបទនេះបាទកូនៗអញ្ចឹងចាប់ផ្ដើមអានតាមលោកគ្រូណាពេលលោកគ្រូរាប់ដល់3អានទាំងអស់គ្នា1 2 3ការត្រៀមទប់ទល់ការរាតត្បាតជាសកលនៃជំងឺផ្តាសាយថ្មី នៅក្នុងអង្គសិក្ខាសាលាស្តីពីការកសាងផែនការត្រៀមរៀបចំនិងឆ្លើយតបចំពោះជំងឺផ្តាសាយរាតត្បាតជាសកល នៅខេត្តកំពង់ចាមនាថ្ងៃទី25ខែមីនាឆ្នាំ2010គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថាការត្រៀមខ្លួនទប់ទល់និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺផ្តាសាយមនុស្សគឺជាបញ្ហាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំបានរំលឹកថានៅឆ្នាំ2005ជំងឺផ្តាសាយបក្សីបានធ្វើឲ្យប្រជាជន4នាក់នៅខេត្តកំពតនិង3នាក់ផ្សេងទៀតនៅខេត្តកំពង់ស្ពឺព្រៃវែងនិងកំពង់ចាមបានបាត់បង់ជីវិតរីឯជំងឺផ្តាសាយថ្មី AH1N1 បានកើតឡើងនៅប្រទេសមិចស៊ីកូនាពាក់កណ្ដាលខែមេសាឆ្នាំ2009ហើយមានវត្តមាននៅកម្ពុជាយើងនៅខែមិថុនាឆ្នាំ2009តាមរយៈនិស្សិតអាមេរិកដែលចូលមកប្រទេសកម្ពុជាតាមច្រកប៉ោយប៉ែតចាប់តាំងពីពេលនោះមកកម្ពុជាមានជំងឺផ្តាសាយថ្មីនេះ560ករណីក្នុង13ខេត្តនិងរាជធានីការឆ្លងនេះធ្វើឲ្យមនុស្ស6នាក់ស្លាប់កាលពីចុងខែវិច្ឆិកាឆ្នាំ2009កន្លងទៅចំណែកនៅខេត្តកំពង់ចាមក្រុងសួងកាលពីដើមខែធ្នូឆ្នាំ2009មានជំងឺផ្តាសាយថ្មី AH1N1 ចំនួន2ករណីចំពោះម្ដាយនិងកូនតែត្រូវបានព្យាបាលទាន់ពេលវេលានៅថ្ងៃទី11ធ្នូឆ្នាំ2009នៅឃុំក្រែកស្រុកពញាក្រែកខេត្តកំពង់ចាមមានឆ្លងវីរុស H5N1 មួយករណីទៀតចំពោះបុរសអាយុ54ឆ្នាំតែត្រូវបានព្យាបាលទាន់ពេលវេលាថ្នាក់ដឹកនាំគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថាដើម្បីដោះស្រាយបញ្ហានេះគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវសហការជាមួយក្រសួងមន្ទីរស្ថាប័នអង្គការនានានិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីបំពេញការងារនេះបាទខាងក្រោមនេះគេថាសម្រួលពីកាសែតរស្មីកម្ពុជាលេខ5162ថ្ងៃអាទិត្យច័ន្ទទី28និង29ខែមីនាឆ្នាំ2010បានកូនឃើញថាលំហាត់អត្ថបទយើងបានអានបញ្ចប់ហើយបើចឹងយើងចាប់ផ្ដើមសង្ខេបលំហាត់យើងណាចឹងកូននេះចម្លើយយើងសង្ខេបអត្ថបទត្រៀមទប់ទល់ការរាតត្បាតជាសកលនៃជំងឺផ្តាសាយថ្មីអង្គសិក្ខាសាលាមួយនៅខេត្តកំពង់ចាមនាថ្ងៃទី25ខែមីនាឆ្នាំ2010គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យយើងត្រៀមខ្លួនទប់ទល់ចំពោះការរាតត្បាតជាសកលនៃជំងឺផ្តាសាយមនុស្សនៅឆ្នាំ2005ជំងឺផ្តាសាយបក្សីបានធ្វើឲ្យស្លាប់មនុស្សអស់7នាក់ចំណែកជំងឺផ្តាសាយថ្មី AH1N1 នេះបានកើតឡើងនៅប្រទេសកម្ពុជាយើងនៅខែមិថុនាឆ្នាំ2009តាមរយៈនិស្សិតអាមេរិកដែល
ធ្វើឲ្យមានមនុស្សស្លាប់និងឆ្លងជាច្រើនករណីផងដែរ នៅក្នុងនោះយើងក៏ឃើញមានការឆ្លងវីរុស H5N1 ដែរ នៅគ្រប់ថ្នាក់ដឹកនាំដែលពាក់ព័ន្ធគឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានៃការឆ្លងវីរុសថ្មីនេះបាទឃើញថាការសង្ខេបអត្ថបទយើងបានបញ្ចប់ទៅត្រឹមនេះហើយកូនៗណាបាទជាចុងបញ្ចប់នេះលោកគ្រូសូមជូនពរកូនៗទាំងអស់គ្នាឲ្យទទួលបានតែសុខភាពល្អនិងជោគជ័យក្នុងការសិក្សាទាំងអស់គ្នាបាទលោកគ្រូសូមអរគុណនិងសូមជម្រាបលា